សួស្តីអ្នកក៏និយមគ្រប់គ្រងគ្រប់បាក់ទាំងអស់គ្នាជួយជាមួយនឹងមានផ្សាយថ្មីម្ដងទៀតមកបន្តសេរីរបស់យើងដែលជាភាគបន្តក្នុងភាគមួយនេះកូនសិស្សម្នាក់នោះក៏បាននិយាយថានៅពេលថ្មីនេះយើងជួយលៀនទៅតែបំផ្លាញទៅការភាសា Fusion នោះទេហើយគេក៏បានចាប់ការបរិសុទ្ធទាំង3នៃភាសា Fusion ដែលពួកគេសរសើរតែមានកម្រិតទី9ដំណើរការចុងក្រោយដូច្នេះសូមបត្រារបស់រិសុទ្ធកុំទៅស្លាប់អីលើបែបនេះឆាន់សៀគេពុតជាចុកឈាមក្នុងអរ៉ាខ្លាំងមែនទែនចុកខ្លាំងពេលរហូតដល់អួតឈាមចេញមកខាងក្រៅធ្វើឲ្យគេនឹងពុតជាមានការព្រួយបារម្ភព្រមទាំងលើកទឹកចិត្តថាសូមបតារបស់រស័តក៏មានការបាក់ទឹកចិត្តខ្លាំងពេកថ្ងៃអនាគតអ្នកប្រកាសជាអាចសម្លាប់ទៅការយកជំនិតបានឆាន់សៀក៏សួរទៅថាតើអាកាសមកពីណាទៅគេក៏បានប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅពេលថ្មីនេះទៅកាន់ឆាន់សៀបន្ទាប់ពីលើកដូចនេះឆាន់សៀក៏ថាគេពិតជាមិននឹកស្មានថាភពភាពឧបេទាំងមូលនឹងទៅជាបែបនេះទេកូនសិស្សម្នាក់នោះក៏បន្តទៀតថាជាមួយនឹងកម្លាំងរបស់បត្រារបស់រស័តនោះអ្នកច្បាស់ជាអាចមានភាពលេចធ្លោជាងគេនៅក្នុងសមរភូមិនាពេលខាងមុខចាក់ជាមិនខានហើយមុខតំណែងជាអ្នកដឹកនាំកម្ពុជារបស់និកាយយូហួរច្បាស់ជាធ្លាក់ក្នុងស្នាដៃរបស់អ្នកលើបែបនេះឆាន់សៀក៏ថាត្រូវហើយដរាបណាយើងអាចខ្លាចជាអមតៈបានយើងច្បាស់ជានឹងទៅសងសឹកជាជន់លីនបន្ទាប់ពីឆាន់សៀបានចាក់ចញ្ញាពីការបង្ខាត់មកគេក៏បានប្រមូលនៅកងទ័ពមកពីណាក៏មិនដឹងប្រយុទ្ធគ្រប់ទីកន្លែងទាំងអស់ហើយជាមួយនឹងកម្រិតទី9ដំណើរការកណ្ដាលព្រមទាំងជាមួយនឹងរាងកាយអមតៈព្រះតើទៀតនោះគ្មាននរណាម្នាក់ដែលអាចយកឈ្នះមកកាន់គេបាននោះទេដូច្នេះហើយគេក៏បានបន្តវេដណ្ដើមទឹកដីពីមួយកន្លែងទៅមួយកន្លែងទៀតបណ្ដាលឲ្យកិច្ចចានុភាពរបស់ឆាន់សៀនឹងគឺកាន់តែកើនឡើងបើកលេចទៅមើលលព្រះរបស់យើងវិញក៏គ្មានអ្វីក្រាបពីដេស៊ីនោះទេពេលនោះផងដែរសៀលីក៏ដើរចូលមកព្រមជាមួយនឹងព័ត៌មានថ្មីផងដែរព្រមទាំងសួរថាតើលោកគ្រូចាស់ស្ដាប់ព័ត៌មានថ្មីដែរឬទេលព្រះរបស់យើងក៏ថាតើវាគឺជាបរិមម្នាក់នោះទៀតហើយមែនទេនៅពេលថ្មីនេះគេដូចជាល្បីដល់ហើយអញ្ចឹងឯងប្រាប់យើងមកថាគេនឹងបានធ្វើអ្វីខ្លះសៀលីក៏បានប្រាប់ទៅថានៅពេលនេះឆាន់សៀគេបានបណ្ដេញនៅកងទ័ពខ្មៅជាច្រើននៅក្នុងទីក្រុងណានចៅហើយគេក៏បានជួយសង្គ្រោះមនុស្សជាច្រើនផងដែរបន្ទាប់មកគេក៏បានប្រកាសថាគេនឹងទៅជួយនៅភាគខាងជើងដែលជាទីក្រុងកុងចៅដោយឮថាជាទីក្រុងកុងចៅលព្រះរបស់យើងពិតជាព្យាបាលខ្លាំងមែនទែនព្រោះវាគឺជាទឹកដីមួយដែលនិកាយរបស់កញ្ញាអានម៉ៃនឹងស្ថិតនៅហើយតើវាមានរឿងអ្វីកើតឡើងនៅទីនោះសៀលីក៏បន្តទៀតថាបើតាមរបាយការណ៍នោះស្ដេចកម្ពុជាទាំង3នៃតកូមីងយូដែលមានដូចជាតកូសមោលតកូអង្កឹតនិងតកូរីត្រីតកូទាំង3នេះពួកកែខានធ្វើឃាតខ្លាំងណាស់ដូច្នេះហើយពួកគេក៏បានរួមកម្លាំងគ្នាឈ្លានពានទៅកាន់ទីក្រុងកុងចៅហើយ Master អានក៏បានរងរបួសយ៉ាងធ្ងន់ធ្ងរផងដែរលព្រះរបស់យើងក៏សួរថាតើព័ត៌មាននេះវិពិតដែរឬទេសៀលីក៏ប្រាប់ទៅជាមួយនឹងរបាយការណ៍មួយនេះហើយជាមួយនឹងព័ត៌មានដែលគេធ្លាប់ស៊ើបអង្កេតមួយចំនួនថែមទៀតនោះពេលនេះទីក្រុងកុងចៅពិតជាត្រូវបានវាយប្រហារមែនស្រាប់តែពេលនោះ System ក៏បានប្រកាសនៅភារកិច្ចថ្មីដែលតម្រូវឲ្យគាត់ទៅកាន់ទីក្រុងកុងចៅហើយចូលទៅកាន់និកាយវិនទីងបើសិនបើភារកិច្ចមួយនេះចូលជ័យនោះដៅអមតៈខានយានរបស់អ្នកនឹងត្រូវបានតម្លើងកម្រិតទៅកាន់អាវុធកម្រិតអមតៈឬរង្វាន់ដ៏អស្ចារ្យបែបនេះលព្រះរបស់យើងពិតជាចង់បានជាមួយថាពលដាអមតៈនោះគាត់ច្បាស់ជាសម្លាប់មនុស្សដូចជាសម្លាប់មន់អញ្ចឹងបន្តមកគាត់ក៏ប្រកាសថាសទាំងអស់គ្នាត្រៀមខ្លួនពួកយើងនឹងចេញដំណើរទៅកាន់និកាយវិនទីងដើម្បីជួយសង្គ្រោះមនុស្សកូនសិស្សគ្រប់គ្នាក៏ពិតជាសប្បាយចិត្តប៉ុន្តែចម្លែកតាសៀហុងទេក៏បានគិតថាយើងជឿនលឿនពេលនេះគេដូចជាចម្លែកដល់ហើយមនុស្សអកកគេមិនជួយសង្គ្រោះទេប៉ុន្តែបន្ទាប់ពីលើទៅកាន់កញ្ញាអានម៉ៃភ្លាមគេពិតជាចង់ជួយយកតែម្ដងតើគេមានការចាប់អារម្មណ៍ជាមួយនឹងក្មេងស្រីអានម៉ៃមែនទេផ្លាំងបន្ទាប់ទៀតក៏បង្ហាញពីនិកាយវ៉ាន់ទីងដែលបរិមម្នាក់ក៏មានឈ្មោះថាអានសៃត្រូវជាឪពុកជាមួយនឹងកញ្ញាអានម៉ៃគាត់ស្ថិតក្នុងកម្រិតទី9ដំណាក់កាលកម្ពុជាបន្ទាប់ពីឯងបានធំឡើងមកឯងពិតជាមិនចង់ស្ដាប់សំឡេងឪពុកទេមែនទេគ្រាន់តែទៀតតជាមួយនឹងឈិនសៀវសក៏មានការពិបាកដែរកញ្ញាអានម៉ៃក៏ថានេះនឹងមិនរៀបការជាមួយនឹងគេនោះទេអានស៊ីក៏បន្តម៉ៃឯងត្រូវតែស្ដាប់ឪពុកពេលនេះយើងក៏ពុះតែមានរបួសដូច្នេះយើងមិនអាចទប់ទល់ជាមួយតកូមីងយូបានទេតើនរណានឹងការពីឯងបើសិនមកឯងមិនរៀបការនោះកញ្ញាអានម៉ៃក៏បដិសេធថានាងមិនត្រូវការអ្នកការពារទេបើសិនមកគាត់ពិតជាចាប់អារម្មណ៍ជាមួយឆាន់សៀវណាស់នោះគាត់គួរតែរៀបការជាមួយឆាន់សៀវម្នាក់ឯងទៅលើសំដីកូនស្រីបែបនេះលោកអានស៊ីពិតជាគួរឈាមតែម្ដងធ្វើឲ្យកញ្ញាអានម៉ៃមានការព្រួយបារម្ភលោកអានស៊ីក៏ប្រាប់ទៅថាទោះបីជាជាតិពលរបស់តកូមីងយូមានថាពួកខ្លាំងយ៉ាងណាក៏ដោយក៏វាមិនទាន់គ្រប់គ្រាន់ក្នុងការសម្លាប់ប្រកាសយើងដែរប៉ុន្តែយើងមិនអាចនិយាយបាននៅពេលអនាគតនោះទេឆាន់សៀវគឺជាមនុស្សដ៏ល្អម្នាក់ដូច្នេះឯងមិនគួរអាក្រក់ជាមួយនឹងគាត់ឡើយពេលនោះអ្នកអំរាក៏មកប្រាប់ថាឆាន់សៀវចង់ជួបតែកាន់គាត់អានស៊ីក៏ថាឲ្យគេចូលមកឆាន់សៀវក៏បាននិយាយថាគេបានរៀបចំផែនការជាមួយនឹងព្រឹទ្ធាចារ្យនៃការបន្ទិញរួចហើយដរាបណាគេនៅទីនេះតកូមីងយូមិនអាចរៀនពៀនបាននោះទេលោកអានស៊ីក៏និយាយថាខ្ញុំពុតជាថ្លែងអំណរគុណ
នតែកាន់លុយច្រើនខ្លាំងណាស់តែបានជួយគ្រោះមកកាន់ទីកាយរបស់យើងឈិនសៀវក៏បានសួរទៅតើសុខភាពរបស់លោកមិនអីទេមែនទេបើលោកមិនតន់ជាសះស្បើយទេខ្ញុំអាចទៅនៃកាយយូហួរប្រមូលនៅអសត់មួយចំនួនមកព្យាបាលអ្នកបានលោកអានស៊ីក៏តបទៅថាមិនអីនោះទេខ្ញុំមិនចង់រំខានទៅកាន់លុយច្រើនឡើយឈិនសៀវក៏ថាវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះលោកអានស៊ីក៏ថាអញ្ចឹងមិនអីទេខ្ញុំពិតជាអរគុណទៅកាន់លុយច្រើនណាស់ហើយនេះក៏ជាកូនស្រីរបស់ខ្ញុំនេះមានឈ្មោះថាអានម៉ៃនាងពិតជាកោតសរចំពោះភាពក្លាហានរបស់អ្នកខ្លាំងណាស់បើសិនមកអ្នកមានពេលអ្នកអាចប្រាប់កូនស្រីរបស់ខ្ញុំមកពីវិរៈភាពរបស់អ្នកបានអានម៉ៃនេះមិនពេញចិត្តនោះទេចំណែកឈិនសៀវវិញក៏ថាដោយសារតែកញ្ញាអានម៉ៃមានការចាប់អារម្មណ៍អញ្ចឹងខ្ញុំនឹងពន្យល់ឲ្យបានល្អដោយមិនចង់រំខានទៅកាន់ពួកគេទាំងពីរនាក់លោកអានស៊ីក៏បានចាត់ចេញពីទីនោះបាត់ទៅក្នុងចិត្តរបស់ឈិនសៀវក៏បានគិតថាតារាមអ្នកបម្រើខ្ញុំបានល្អនោះខ្ញុំមិនសុខចិត្តជួយទៅកាន់អ្នកមានតែខ្ញុំនោះទេទៅអាចជួយសង្គ្រោះមកកាន់គ្រួសាររបស់អ្នកបានដោយឃើញកញ្ញាអានម៉ៃនៅតែមានការប្រែប្រួលដូច្នេះគេក៏បាននិយាយថាមើលទៅកញ្ញាអានម៉ៃពិតជាមានការចាប់អារម្មណ៍ចំពោះផ្កាហើយនឹងរុក្ខជាតិណាស់មើលទៅនៅក្នុងនៃការយូហួរក៏មានរុក្ខជាតិព្រមទាំងសួនផ្កាជាច្រើនផងដែរបើអ្នកមានការចាប់អារម្មណ៍អាចទៅលេងបានកញ្ញាអានម៉ៃនៅតែមិនឆ្លើយគេពិតជាខឹងប៉ុន្តែក៏ទប់អារម្មណ៍វិញតើកញ្ញាអានម៉ៃមានអារម្មណ៍មិនល្អមែនទេអ្នកអាចប្រាប់មកកាន់ខ្ញុំបាននោះខ្ញុំនឹងស្វែងរកដំណោះស្រាយជូនកញ្ញាអានម៉ៃតបតែមួយពាក្យប៉ុណ្ណោះគឺគេក៏និយាយហោហែទៀតទៅកញ្ញាអានម៉ៃនៅតែនិយាយទៀតធ្វើឲ្យគេនឹងពិតជាមកក្នុងចិត្តដែរតើនេះមានអ្វីត្រូវនិយាយជាមួយនឹងគេទេមែនទេស្រាប់តែពេលនោះអាកាសធាតុក៏ចាប់ផ្ដើមមានការប្រែប្រួលកញ្ញាអានម៉ៃក៏ថាទីផុតគាត់មកហើយឆាសៀក៏បានឆ្ងល់ហើយថាតើតើមិនយូរគេមកដល់ទីនេះហើយមែនទេនៅក្នុងទីតាំងមួយទៀតវិញពូហ្វានក៏ថាវាមិនមែនជារឿងល្អនោះទេដែលអនុញ្ញាតឲ្យកញ្ញាអានម៉ៃនៅជាមួយមនុស្សដែលនេះមិនស្គាល់ដូច្នេះលោកអានស៊ីក៏បានប្រាប់ទៅថាឆាសៀគេនៅក្មេងនោះទេប៉ុន្តែសមិទ្ធផលដែលគេបានធ្វើវិញពិតជាច្រើនខ្លាំងមែនទែនដែលវាពិតជាកម្រខ្លាំងណាស់នៅតំបន់បុព្វារបស់យើងនេះខណៈពេលនោះបរិមម្នាក់ក៏មករាយការណ៍ថាអន្តរបិសាចបានមករកយើងហើយលើបែបនេះលោកអានស៊ីក៏ជាអំណាចតែមើលតែម្ដងពេលទៅដល់ទីនោះក៏មានការព្យាបាលខ្លាំងមែនទែនព្រោះនេះគឺជាសត្វត្រីបន្លែថ្មក្នុងរឿងពេញនិទានហើយក៏ឆ្ងល់ផងដែរហេតុអីបានជាវានៅទីនេះលោកពូហ្វានក៏ប្រាប់ទៅថាម្ចាស់របស់វាគឺជាយាយជុនលិនដែលជាមេកំពូលមួយនៅក្នុងនិកាយសនធានសម្លេងលោកប្រាប់របស់យើងក៏ថាខ្ញុំយាយជុនលិនសូមស្វាគមន៍អ្នកទាំងអស់គ្នាដែលលើបែបនេះលោកអានស៊ីប្រាប់ឲ្យពួកគេនឹងឆាប់បើកក្បួនការពារទៅបន្ទាប់ពីក្បួនត្រូវបានបើកលោកប្រាប់របស់យើងព្រមទាំងកូនសិស្សក៏បានចតគ្រាន់តែឃើញលោកប្រាប់របស់យើងភ្លាមកញ្ញាអានម៉ៃក៏ហោះទៅតែម្ដងស្ទើរតែធ្វើឲ្យពុករបស់នេះនឹងបើកភ្នែកធំហើយលោកប្រាប់របស់យើងក៏ថាកញ្ញាអានម៉ៃខានជួបគ្នាយូរហើយនាងក៏សួរទៅតើលោកមកជួយពួកយើងមែនទេឬមួយមកជួយនាងជាពិសេសចំណែកឯលោកអានស៊ីវិញព្យាបាលខ្លាំងមែនទែនតនេះមែនទេគឺជាមនុស្សដែលកូនស្រីរបស់គាត់ចាប់អារម្មណ៍នោះលោកប្រាប់របស់យើងក៏កុហកបន្តិចវាទាំងពីរតែក្នុងចិត្តក៏គិតថារឿងសំខាន់វាមាន3ប៉ុន្តែក៏មកដល់ទីនេះហើយមិនក៏រង្វាន់មិនទាន់មកដល់ទៀតគាត់មិនចាំបាច់រងចាំនោះទេព្រោះពេលនេះ assistant វាបានដេកលក់បាត់ទៅហើយឃើញបែបនេះលោកប្រាប់របស់យើងខ្លាញ់ខ្លាំងមែនទែនចាំពេលណាមានពេលគាត់នឹងចម្រាបបញ្ជីជាមួយនឹងវាម្ដងកញ្ញាអានម៉ៃវិញពិតជារំភើបខ្លាំងមែនទែនអរគុណលោកយាយឃើញអាកប្បកិរិយាដូចនេះលោកអានស៊ីក៏ថាលោកពូហ្វានតែនេះនៅតែជាកូនស្រីរបស់ខ្ញុំទៀតទេលោកពូហ្វានក៏ប្រាប់ទៅថាតើលោកឃើញហើយមែនទេថាកូនស្រីរបស់អ្នកនឹងគឺមានម្ចាស់ចិត្តរួចហើយតែពេលនោះឆិនសៀវគេក៏បានស្រែកថាយាយជិនលិនដែលត្រូវបានគេស្គាល់ថាជាព្រះនៃការសម្លាប់ត្រូវបានគេចាប់ប្រកាន់ជាច្រើននៅក្នុងតំបន់បូព៌ានេះប្រព្រឹត្តនៅទាំងធ្វើដ៏អាក្រក់សម្លាប់មនុស្សគ្មានមេត្តាសម្បូរទៅដោយឃាតកម្មគ្រប់ទីកន្លែងតើឲ្យមកទៅនេះដើម្បីយកប្រយោជន៍មែនទេកញ្ញាអានម៉ៃមានការព្រួយបារម្ភខ្លាំងមែនទែនប៉ុន្តែប្រាប់របស់យើងវិញក៏ថាតើឯងជានរណាសេលីក៏សាយតែម្ដងនេះបានសរសំធ្វើជាលោកគ្រូឆានសៀក៏បានផ្ទុះកំហឹងជាខ្លាំងតើឯងមិនចាំយូរទេមែនទេលោកប្រាប់របស់យើងក៏ថាទាំងវត្តរបស់ឯងមួយនេះពិតជាបានរំលឹកយើងអំពីឪពុករបស់ឯងឆិនយុនហើយលើបែបនេះឆានសៀនឹងផ្ទុះកំហឹងខ្លាំងមែនទែនតើឯងមិនស្គាល់យើងទេមែនទេយើងគឺជាឆិនសៀកូនរបស់ឆិនយុនហើយដែលឯងបានសម្លាប់ការពីលើមកនោះទៀងផុតលោកប្រាប់របស់យើងចាំហើយអូតាមពិតគឺជាឯងសោះឆិនសៀក៏បន្តហើយឯងក៏បានសម្លាប់នៅគ្រូរបស់យើងជាយ៉ាងផងដែរតើឯងភ្លេចវាហើយឬនៅសេលីក៏បានចេញមុខឪពុករបស់ឯងចង់កាត់កាប់ទៅកាន់និកាយសនធានដូច្នេះហើយលោកគ្រូគឺមានតែការពារប៉ុណ្ណោះចំណែកឯគ្រូរបស់ឯងវិញគឺចង់សម្លាប់ទៅកាន់លោកគ្រូរបស់យើងដែលខ្លួនឯងទេអញ្ចឹងហើយលទ្ធផលរបស់គាត់គឺមានតែទៅបាក់លុយដូច្នេះហើយឯងគួរតែឈប់យំទៅលោកប្រាប់របស់យើងក៏ថាត្រូវហើយនេះទើបសរសនធ្វើជាសិស្សរបស់យើងចំណែកឯមួយនោះវិញឃើញគាត់សម្លឹងខ្លួនដូច្នេះសៀហុងក៏ថាត្រូវហើយលោកម្ចាស់គ្មានទេសៀហុងក៏ចាប់ដើមបាញ់ចុកទៅកាន់ឆិនសៀវតែម្ដងឆិនសៀវខំខ្លាំងមែនទែនឯងនិយាយច្រើនខ្លាំងម្ល៉េះសៀលីនិងលោកប្រាប់របស់យើងអស់សំណាយខ្លាំងមែនទែនពេលនោះលោកអានស៊ីក៏ថាឥឡូវនេះរឿងពិតត្រូវបានលាតត្រដាងហើយតើឯងសរសនធ្វើជាបុត្រារបស់បរិសុទ្ធដែរឬទេឆិនសៀវក៏បានស្រែកខ្លាំងថាបិទមាត់ភ្លាមទៅធ្វើលោកអានស៊ីនឹងស្ទើរតែកាំងបេះដូងកញ្ញាអានម៉ៃមានការព្រួយបារម្ភខ្លាំងមែនទែនព្រមទាំងនិយាយថាឲ្យចង្រៃយោឯងពិតជាមិនសរសនធ្វើជាមេបញ្ជាការនោះទេស្រាប់តែពេលនោះពុទ្ធចាអសតែអោខៀវក៏បាននិយាយថាសូមអ្នកទាំងអស់គ្នាក៏មានការយល់ច្រឡំអីនេះគ្រាន់តែជាការខឹងមួយគ្រារបស់បុត្រារបស់បរិសុទ្ធប៉ុណ្ណោះចំណែកឆានសៀវវិញគេពិតជាមិនអាចទទួលយកបាននោះទេដែលពេលនេះគេ
เปิดจะจังซอกสักหลังนะแต่ก็ตระบ้านปฏิจารสอนั้นหามขวดเตอสงบสงัดชาวตลาดตะวันจมูกนั่งยืงเวงเพลียมกลมอ้อยทัวสกาเพียมน้าที่นี่สอไปนูพองไหนและพระบ่ยิงกดทาต่อเวตระกาไปเรียประมาณเติบไอแต่ต้องเจ้ากาเปิดบ้านเช่นเซียวเว้งกับบานตอบทางเยอะจนเล่นไอก็มีการอุดอ่างคลางไปไอควีนเอาไว้กราฟิกาและบางกำลังระบบไอโนเตทัวในกลุ่มนี้นั้นมีการลงคลื่นไปนูเสียห้องก็เลิกหลังทางไอเลในก็มีการวิจัยโดยจะทัวมวยต่อไอเฮวิจัยจมูกนั่งอาคนเตและพระบ่ยิงก็เกิดหายทานในบันทรเตอได้จิตสารบอกชมเช่นเซียวชงอคลามันเต้นตาคนนั้นคือจินนาเสียห้องก็ประกาศถาวิก็จะยืนจำนี้ระบอลกรูคือไตรบัลแลนด์หมอคนผังกรอนตาเคยตำหมระบออาคนเพลียมเช่นเซียวนั้นก็บ้านสายใหญ่แต่มาดองและพระบ่ยิงก็ท้าไอคลายแมนเต้เช่นเซียวก็ตอบเท่าเยอะเหมือนคลายแต่เยอะก็จะสักกปูระบอนิกาอยู่หัวหายก็จะไม่เป็นจีกาสัมปวนจำรอพองได้ตรมสมัติไตรบัลแลนด์ขมอนังวิกไม่ได้ออกจ่าเตและพระบ่ยิงก็ท้าอาคนฉับบังหารเกเตออาคนก็จับดาบ้ากาไปผ่าเตอบรรดาร้อยที่นู่มีกับถูเตียงเช่นเซียวพระพระระบวนดาเลือนก็ชเวงกัจดามยกกำลังบามันเตพระกองดาพลังพระเติดนังวิพหตการอาคมพร้อมสลายเธอตัวไอมินอารามยังไม่ได้เคยกำลังเราอ้อจ้าแบบนี้เนี่ยตัวสนากลอนมอดหายทางตอนนี้เมนเตกุจิกำลังระบาบัตตาระบอรสอดโนปจิอ้อจ้าแมนเปิดนูไปสู้กับทางและครูตาอาคนนังครุฑนาเตและพระบ่ยืกับปราบตาทากบรามัยเชนเซียวปจิมีอำนุษคลามันเตนเยอะจนเล่นไอชับในใหญ่สมโตพลิมเตอยังหาด้วยเจี๊ยบานสำหรับสัจจิจับระบายได้ใจดอนายและพระบ่ยืกับทางอันจังแมนเตเปิดนูพองได้กำดับได้ละทอมวยวิพหตการเชนเซียวจังบรรดามดไปเตยตามดองเกชงอคลามันเตนจีนั่นน่ะอาคนก็ตอบท่าคือจียืงตรมได้นี่ให้ไอมันตอนสลับยึดเปิดจีออจ้าเคยการดูดองมามนี่ฉันเสียปจิมีกับผังของจะขลังไอเฮียเลยละบ่จะเหมือนเยอะแม่เต้รวยหายฉันเสียกับบามนาการเรียงกายอมตะประเตจิสถาปเคยบามนี้อาคนบ้านคลาเนเตตบตัวจะเหมือนการไปพหาระบ่ฉันเสียวไปเสียแล้วข้างกลางมันกับบานเยลแต่จัดสมัยใต้ก็หยาอันไม่กับบานแล้วแต่จัดผ่องในแทนอาคนชาววิกว่าเตอวิการแต่คลังวิคือการแต่ละอส่วนตัวในการไปพหาวิคือการแต่คลังลางหายเคยแบบนี้พระเจ้าสอบมันตามตลอดหมดหากำลังระบสัตว์โบราณวิพจิคลังแมนเชิญเสียกับบานเช็ดคำพรุ่งไพร่ผ่องนายขนมก้าไว้ต่อต่อจะมุ่ยนั่งอาคนปราเสนกปูระบอกครัวขนมก้าไปประหาเตอปันแต่อาคนเวงก็มันจันผ่องนายปราเสนกปูผ่องนายโดยหาทางจนมีเฉพาะอาคนวิคลังเจียมาใบเนื้อก้าไปพหาระบอกเชิญเสียใบติกตีตามดองเตอมันน่าไล่เกตเหลือจอมาขังกรามตามดองวีมันต้อนจับน่ะลายเตเหมือนตัวอาคนนั้นเพื่อจะเฉลยคลามันเต้นบานปราตึกนมนั้นบ้านจะเลยฉันเสียวแต่มาดองเคยรัตภาพแบบนี้ก็ย่าอันใหม่พร้อมแต่งไปเสียวเพื่อจะเพิ่มคลามันเต้นบนตายพระเจ้าสะสวงปจิเคงไอเห็นทัวมีตะกันบัตตาระบอรสดในนิกายอยู่หัวระบยืงโดยเฉพาะตาจำนำนั้นนึงมันเลิกเลยอ้อยลอยหรือหายกับปราท่าโป้ได้จีจังหวะนั้นขนมก้าไปหาเตอเป็นใต้เป็นหนูและพระบยืงก็จะหมกพร้อมแต่ในจิตหาไปดับไปได้ยืนตระแต่เพื่อเวดโคลนไอหายมันต่อหมอเสรีระบยืงในเพียงมวยนี้ตระบางก็จะบัตรำนั่งคือมีแต่รอยจำศาสนานักเพื่อบรรทอบเดียจะไม่ได้เงินเมนูเต้หายกับสมัยเจสไรรักกำพอคอยชกองแต่ลายนะได้บางการลังขนมวิตโอมวยนีพองนะจะพูดเรื่องทำไมไว้พระให้ทั้งไอ้กรอยหายยังนากระดาก็ออกกองตะกันเนี่ยอุปทานบ่อยเยอะจำนวนปีรูปพองนะแต่เนี่ยตีมวยบอลอุปทานจำนวนมวยเซนหนึ่งเนี่ยตีปีจำนวน30ประมวยเซนออกกองตะกันเนี่ยตั้งปีทอมสำหรับเนี่ยกระหาลูกนาได้ช่างอุปทานมาการแอดมินไอคือไออุปทานตามอยากชัวร์กดกันแล้วในบ้านแอดมินเมตาเปียท่าออกกลหนึ่งจุดโปรในแต่งออกนี้รอซี่จะเป็นบ้านต้นหน้าหมักนาประกอบสสบัติเพียบเพื่อนี้ปีสำนักแอดมินบายจุกเนียกนวิดีโอกรอย